គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្រោមការប្រួយផ្ដើមពីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ចំនួន2ទីតាំងផ្សេងទៀតក្នុងខេត្តព្រះសីហនុដើម្បីសម្រួលដល់ការរស់នៅរបស់ពលរដ្ឋនិងបរិស្ថានស្អាតក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកកខ្វក់បានដឹងថាគម្រោងស្ថានីយ៍បូមទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុនេះមិនត្រឹមជួយស្ដារបរិស្ថានប៉ុណ្ណោះទេស្ថានីយ៍បូមទឹកកខ្វក់ក៏ជាទីតាំងមួយសម្រាប់រំដោះទឹកក្នុងតំបន់នៅរដូវវស្សាផងដែរគម្រោងស្ថានីយ៍បូមទឹកកខ្វក់នេះយើងធ្វើនៅក្នុងសង្កាត់លេខ1ចា៎ហើយសង្កាត់លេខ1ទីតាំងដែលយើងកំណត់នេះគឺយើងកំពុងឈរនេះវានៅក្នុងភូមិ1ចា៎អញ្ចឹងយើងមានធ្វើនៅពីរកន្លែងគឺស្ថានីយ៍បូមទី2របស់យើងនៅក្នុងភូមិ1ស្ថានីយ៍បូមទី1របស់យើងនៅក្នុងភូមិ2ចំណុចនេះខ្ញុំចង់ជម្រាបជូនផងដែរថាក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ក្នុងនាមគណៈកម្មការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរក៏ដូចជាក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុបានគិតគូររៀបចំប្រព័ន្ធនេះឡើងគឺធ្វើយ៉ាងណាដើម្បីបញ្ជៀសទឹកកខ្វក់ចេញពីតំបន់ក្បាលឆាយនេះគឺដើម្បីសុវត្ថិភាពក៏ដូចជាដើម្បីសុខភាពសាធារណៈរបស់បងប្អូនប្រជាជនខេត្តព្រះសីហនុរបស់យើងហើយជាមួយគ្នានេះក៏ដើម្បីធ្វើការបញ្ជៀសការជន់លិចទឹកនៅតំបន់នេះដែលបណ្ដាលឲ្យមានការប៉ះពាល់ដល់លំនៅឋានក៏ដូចជាការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាជននៅក្នុងមូលដ្ឋានយើងចា៎បើទោះជាបែបនេះក្តីតែគម្រោងដែលនឹងកំពុងដំណើរការនេះនៅមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការដែលពលរដ្ឋចង់បានពេញលេញនៅឡើយប៉ុន្តែតាមរយៈស្ថានីយ៍បូមទឹកកខ្វក់នេះលោកជំទាវ សេងសុមេតាជឿជាក់ថាជាផ្នែកមួយពិតជាអាចជួយសេដ្ឋកិច្ចក្នុងតំបន់បានមកដល់បច្ចុប្បន្ននេះយើងអាចថាជាជំហានទី1នៅក្នុងការសិក្សាព្រោះថាបើឲ្យខាងគម្រោងនេះដោះស្រាយពេញលក្ខណៈតែម្ដងសម្រាប់មូលដ្ឋានរបស់យើងនេះប្រហែលជាមិនទាន់គ្រប់លក្ខណៈជ្រុងជ្រោយទេប៉ុន្តែជាជំហានទី1ដែលយើងអាចដោះស្រាយបានដោយផ្អែកទៅលើស្ថានភាពដែលកំពុងតែមានបញ្ហាស្រាប់ហើយក៏ផ្អែកទៅលើបញ្ហាសង្គមក៏ដូចជាបញ្ហាហិរញ្ញវត្ថុមួយចំនួនដែលយើងអាចឆ្លើយតបជាមួយគ្នាដើម្បីដោះស្រាយនៅបញ្ហាចំពោះមុខរបស់យើងជាមួយគ្នានេះលោកជំទាវ សេងសុមេតាបានបញ្ជាក់ថាគម្រោងមួយនេះអាចដំណើរការបានគឺទាមទារឲ្យមានការចូលរួមគ្រប់ទិសអង្គពាក់ព័ន្ធដើម្បីសម្រេចបានគោលដៅរួមទាំងអស់គ្នាសនំពរទៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់សូមឲ្យចូលរួមអនុវត្តគម្រោងនេះឲ្យបានម៉ត់ចត់ត្រឹមត្រូវដើម្បីសម្រេចទាំងអស់គ្នាជាពិសេសក្រុមហ៊ុនអានកូដែលទទួលបានសិទ្ធិក្នុងការផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាតនៅក្នុងខេត្តរបស់យើងហើយជាពិសេសគឺប្រជាពលរដ្ឋដែលលោកជាអ្នកទទួលបានផលពិតប្រាកដទាំងពីសុខសុវត្ថិភាពក៏ដូចជាសុខុមាលភាពរបស់ពួកគាត់ហើយនឹងជាពិសេសហ្នឹងគឺដើម្បីបញ្ជៀសនៅបញ្ហាផ្សេងៗដែលបាននឹងកំពុងកើតឡើងដែលយើងកំពុងតែធ្វើការនេះដើម្បីធ្វើយ៉ាងណាចូលរួមទាំងអស់គ្នាសម្រាប់ឲ្យបាននៅគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញហើយក៏ដូចជាចូលរួមទាំងអស់គ្នាសម្រាប់ឲ្យបាននៅចក្ខុវិស័យឆ្នាំ2050